จะให้សង្គ្រាមរវាងព្រំដែនដែលកើតឡើងក្នុងរយៈពេលកន្លងនេះគឺធ្វើយើងអ្នកគ្នាដឹងកាន់តែច្បាស់និងយល់កាន់តែច្បាស់ថាស្រុកខ្មែរយើងគឺជាប្រទេសមួយដែលទុនខ្សោយហើយនឹងទូចមែនទែនប្រៀបធៀបទៅនឹងប្រទេសដទៃផ្សេងទៀតហើយមូលហេតុដែលគេមានប្រៀបយ៉ាងខ្លាំងជាងប្រទេសយើងគឺដោយសារតែចំនួនប្រជាជនរបស់គេមានច្រើនចំនួនទ័ពរបស់គេមានច្រើនហើយនឹងគេមានអាវុធទំនើបជាច្រើនផងដែរហើយអញ្ចឹងតើធ្វើយ៉ាងម៉េចដើម្បីយើងអាចថ្ងៃអនាគតរៀនពីបទពិសោធន៍នេះនឹងអាចការពារខ្លួនយើងបានហើយយើងមាន3ចំណុចដែលយើងត្រូវតែពង្រឹងទី1គឺកម្លាំងនៃកងទ័ពចំណុចទី2គឺការលុបបំបាត់នៃអំពើពុករលួយហើយនិងចំណុចទី3គឺយើងត្រូវតែចាប់ផ្ដើមមានកូនច្រើនហើយមិនមែនថាតែ1 2ប៉ុន្តែម្នាក់គឺគួរតែមានកូនពី3 4 5ឡើងទៅទើបយើងអាចឈ្នះគេបានចំណុចទី1សិនទី1គឺយើងត្រូវពង្រឹងកម្លាំងកងទ័ពរបស់យើងចាំបានថានេះគឺជាអ្វីមួយដែលរដ្ឋាភិបាលរបស់យើងគឺត្រូវតែពង្រឹងខ្លាំងនិងត្រូវតែពង្រឹងកម្លាំងកងទ័ពយើងត្រូវតែមានអាវុធដែលទំនើបដើម្បីយើងអាចការពារខ្លួនយើងបានចំណុចទី2គឺការលុបបំបាត់អំពើពុករលួយហើយជួនកាលយើងជាប្រជាជនយើងច្រើនតែនិយាយថាចំណុចមួយនេះគឺត្រូវតែមកអំពីថ្នាក់លើជួនកាលមានពេលខ្លះដូចជារឿងអំពើពុករលួយអញ្ចឹងគឺវាមិនមែនចាប់ផ្ដើមមកតែមួយថ្ងៃគឺវាចាប់ផ្ដើមតាំងពីយូរយារណាស់មកហើយអញ្ចឹងដើម្បីការលុបបំបាត់អំពើទាំងអស់នេះគឺវាត្រូវការពេលវេលាជាច្រើនហើយវាត្រូវការយើងទាំងអស់គ្នាត្រូវមានការឆ្លើយតបផងដែរបើយើងចង់មានការផ្លាស់ប្ដូរយើងម្នាក់ជាប្រជាជនគឺយើងត្រូវតែចាប់ផ្ដើមពីខ្លួនយើងទៅអញ្ចឹងបានន័យថាយើងកុំប្រចាំថាតើតែថ្នាក់លើគេមានការផ្លាស់ប្ដូរទៅប្រទេសយើងទាំងអស់គ្នាអាចមានការផ្លាស់ប្ដូរបានចំណុចនេះគឺយើងអាចចាប់ផ្ដើមពីខ្លួនយើងបានន័យថាទោះបីជាយើងធ្វើកិច្ចការតូចតាចយ៉ាងណាក៏ដោយបើយើងមានឱកាសដែលគេអាចដូចថាសោកប៉ាន់យើងអាចជៀសវាងនៅអំពើទាំងអស់នោះហើយទោះបីជាអ្វីដែលយើងធ្វើអត់មានអ្នកណាគេដឹងអត់មានអ្នកណាគេឃើញក៏ដោយប៉ុន្តែខ្លួនរបស់យើងម្នាក់យើងដឹងថាយើងបានធ្វើអ្វីដែលល្អយើងបានធ្វើនៅអ្វីដែលសុចរិតដើម្បីខ្លួនយើងដើម្បីគ្រួសារយើងដើម្បីប្រទេសជាតិរបស់យើងហើយអញ្ចឹងអ្វីដែលយើងធ្វើអ្វីដែលយើងផ្លាស់ប្ដូរទោះបីជាវាតិចតួចក៏ដោយប៉ុន្តែថ្ងៃមុខទៅគឺវាមានការរីកដាលឡើងពីមួយចំនួនទៅមួយចំនួនទៀតហើយបើយើងចង់មានការផ្លាស់ប្ដូរគឺត្រូវចាប់ផ្ដើមឡើងពីខ្លួនយើងផ្ទាល់មិនមែនចាប់ផ្ដើមឡើងពីថ្នាក់ណាប៉ុន្តែនឹងហើយវាអាចជួយនៅពេលដែលយើងមានរដ្ឋាភិបាលដែលរឹងមាំដែលអាចកាត់ផ្ដាច់បានភ្លាមប៉ុន្តែអ្វីដែលសំខាន់យើងកុំចាំរដ្ឋាភិបាលចាប់ផ្ដើមសកម្មភាពទាំងអស់នោះគឺយើងត្រូវចាប់ផ្ដើមពីខ្លួនយើងឡើងចំណុចទី3ជាចំណុចមួយដែលពេលដែលខ្ញុំគិតថាពេលខ្ញុំនិយាយចំណុចហ្នឹងគឺមនុស្សជាច្រើននឹងតិចទៀមជាច្រើនដោយសារការនិយាយមានកូនតាមពិតយើងគិតមើលទៅដូចជាយើងមានតែ17លានអ្នកប៉ុន្តែដល់ស្រុកគេមានដល់ទៅ70លានអ្នកអញ្ចឹងការប្រៀបធៀបគឺវាខុសគ្នាដូចមេនឹងដីវាខ្លាំងមែនតើហើយបានថាយើងគឺទូចមែនតើហើយអញ្ចឹងបើសិនជាគេចង់ធ្វើអ្វីមកលើយើងគឺគេអាចធ្វើបានយ៉ាងងាយស្រួលព្រោះថាចំនួនរបស់យើងវាតិចតួចមែនតើហើយអញ្ចឹងដើម្បីយើងអាចពង្រឹងប្រទេសរបស់យើងប្រជាជនរបស់យើងគឺយើងត្រូវតែមានចំនួនយើងច្រើនដែរហើយអញ្ចឹងហើយខ្ញុំបាននិយាយថាយើងត្រូវតែមានកូនមិនមែនថា1ឬ2ប៉ុន្តែពី4 5ឡើងទៅក្នុងគ្រួសារហើយចំណុចនេះគឺជាអ្វីមួយដែលមនុស្សជាច្រើននឹងមានការមតិយោបល់ខុសគ្នាប៉ុន្តែនេះគឺជាការពិតដ៏ឈឺចាប់មួយដែលយើងទាំងគ្នាត្រូវតែដឹងហើយយើងត្រូវតែទទួលស្គាល់ផងដែរបើសិនជាយើងក្នុងមួយគ្រួសារមួយយើងមានកូនត្រឹមតែម្នាក់ឬក៏2នាក់អញ្ចឹងមានថាចំនួនហ្នឹងគឺវាគ្រាន់តែចំនួនខ្លួនយើងទេអញ្ចឹងបើសិនជាយើងមានកូន2នាក់អញ្ចឹងបានន័យថានៅពេលដែលយើងនឹងគ្រួសារយើងស្លាប់ទៅគឺយើងមានតែ2នាក់ដដែលអញ្ចឹងវាអត់មានអ្វីដែលរីកចម្រើនមានអ្វីដែលផ្លាស់ប្ដូរទេហើយអញ្ចឹងដើម្បីយើងអាចមានចំនួនប្រជាជនកើនឡើងគឺយើងម្នាក់ក្រុមគ្រួសារនីមួយៗគឺត្រូវតែមានចំនួនកូនហ្នឹងឡើងច្រើនជាងមុនហើយចំណុចនេះគឺថាការផ្លាស់ប្ដូរមួយនេះវាមិនមែនធ្វើតែមួយថ្ងៃកើតឡើងនោះទេគឺវាយើងអត់ទាន់ឃើញនៅលទ្ធផលនៃការផ្លាស់ប្ដូររហូតដល់ប្រហែលជា10-20ឆ្នាំទៅមុខទៀតប៉ុន្តែអ្វីក៏ដោយបើយើងចង់មានការផ្លាស់ប្ដូរគឺយើងត្រូវចាប់ផ្ដើមពីឥឡូវឡើងទៅយើងមិនចាប់ផ្ដើម20ឆ្នាំក្រោយនោះទេ